ឥឡូវនេះការបណ្ដុះបណ្ដាលការស្ដារនីតិសម្ពាធនិងលក្ខខណ្ឌឆ្ពោះទៅរកយុគសម័យថ្មីសម្ពាធត្រូវបានគ្រប់គ្រងដោយសុវត្ថិភាពដោយឧបករណ៍បញ្ជាសម្ពាធខ្យល់ជាក់លាក់ដើម្បីគ្រប់គ្រងលំហូរឈាមវិធីសាស្ត្របណ្ដុះបណ្ដាលទំនើបដំបូងរបស់ប្រទេសជប៉ុនសម្រាប់បាននូវប្រសិទ្ធភាពដូចគ្នានឹងការហ្វឹកហាត់ដែលមានអាំងតង់ស៊ីតេខ្ពស់ជាមួយនឹងបន្ទប់ស្រាបការបង្ហាប់កាត់បន្ថយអុកស៊ីសែននៅក្នុងសាច់ដុំការភ្ញូចនេះធ្វើឲ្យនីទ្រីកអុកស៊ីតត្រូវបានសម្ងាត់ពីកោសិកាក្នុងសរសៃឈាមជំរុញការពង្រីកសរសៃឈាមនិងធ្វើឲ្យលំហូរឈាមប្រសើរឡើងការបញ្ចេញអរម៉ូនលូតលាស់គឺខ្ពស់ជាង290ដងអត្ថប្រយោជន៍សំខាន់ចំនួន5នៃការបណ្ដុះបណ្ដាលដោយសម្ពាធឥទ្ធិពលនៃរបបអាហារជំរុញចលនាឈាមរត់បង្កើនថាមពលនៃការស្ដារឡើងវិញបង្កើនកម្លាំងសាច់ដុំភាពស្រស់ស្រាយស្បែកស្អាតឧទាហរណ៍រួមមានសម្ពាធគឺសូម្បីតែនៅក្នុងប្រទេសអាមេរិកវាគឺជាបច្ចេកវិទ្យាដែលអាចទុកចិត្តបានដែលត្រូវបានអនុម័តជាឧបករណ៍វិទ្យាសាស្ត្រដែលគឺជាស្តង់ដារដែលទទួលស្គាល់ជាសកលសម្រាប់សុវត្ថិភាពនិងប្រសិទ្ធភាពឧបករណ៍វិទ្យាសាស្ត្រហើយការចុះឈ្មោះដែលមានន័យថាឧបករណ៍ទាំងនេះបំពេញតាមស្តង់ដារយ៉ាងហ្មត់ចត់សម្រាប់សុវត្ថិភាពដំណើរការនិងគុណភាពស័ក្តិសមសម្រាប់មនុស្សច្រើនប្រភេទរួមទាំងមនុស្សចាស់ស្ត្រីអ្នកជំងឺស្ដារនីតិសម្ពាធនិងអត្តពលិកដំណោះស្រាយជំនាន់ក្រោយដែលមានសុវត្ថិភាពប្រសិទ្ធភាពនិងចំណេញពេលវេលាក្នុងនាមជាអ្នកចែកចាយដែលមានការអនុញ្ញាតយើងផ្ដល់ការគាំទ្រសរុបពីការណែនាំអំពីម៉ាស៊ីនដល់ការគាំទ្រផ្នែកបច្ចេកទេសនិងជំនួយការដំឡើងគាំទ្រដល់សង្គមដែលមានសុខភាពល្អនៅពេលដែលប្រជាជនមានអាយុកាន់តែច្រើននាពេលអនាគតយើងក៏ផ្ដល់ជូននូវការបណ្ដុះបណ្ដាលសម្ពាធវគ្គបណ្ដុះបណ្ដាលគ្រូនិងការប្រឹក្សាដោយឥតគិតថ្លៃសម្រាប់ការសាកសួរនិងការប្រឹក្សាសូមទាក់ទង Medical Japan